បើមិនចង់មានបញ្ហាកុំធ្វើឲ្យខ្ញុំខឹងជាងនេះទៀតឲ្យសោះហ្នឹងតោះចៅមូតាហើយចង់ធ្វើស្អីយើងស្មានតែខ្លាចមែនទេបើខ្លាំងបញ្ញាប់ទៅធ្វើអីតាម៉ែយាអាំនិយាយមើលតែខ្លួនឯងហ្នឹងមិនកម្លាំងខ្លាំងចឹងណានាងមិនគួរចាញ់សម្លុតយាអាំស្ទោះនាងចិនបាត់មករបស់ឯងភ្លាមតាយើងមិនខ្លាញ់យើងមែនទេដែលខ្លាចពួកគេនោះណាបានហើយបញ្ញាប់ទៅវិញឆាកាលពីភាគមុនគ្រួសាររបស់សិទ្ធិវង្សបានសូមបញ្ចប់ពិធីភ្ជាប់ពាក្យរវាងរាជិនីនិងសិទ្ធិវង្សហើយរឿងនេះធ្វើឲ្យគ្រួសាររបស់រាជិនីមិនសប្បាយចិត្តនោះទេមិនអីទេណាកូនអត់ពីអាប្រុសហេងសយនោះនៅមានប្រុសជាច្រើនទៀតហ្នឹងដែលគេចង់បានកូននោះកុំតកាត់ទុកនឹងគេធ្វើអីកូនម៉ែទាំងស្អាតទាំងពូកែងហើយថែមទាំងមានទៀតនោះប្រុសតម្រង់ជួចាំរើសណាកូនតែកូនស្រឡាញ់លោកសិទ្ធិវង្សណាម៉េចហេតុអីខ្ញុំត្រូវចោះចាញ់នោះអ្នកខ្មាស់គេក៏ជាខ្ញុំហើយមកត្រូវគេមកសុំបញ្ឈប់បែបនេះលើបែបនេះហើយខ្មាស់អីទៅកូនគ្មានអ្នកណាគេដឹងទេហើយមិនយូរទេរឿងក៏វាស្ងាត់ទៅដល់ឯងហើយម៉ែក៏មិនសប្បាយចិត្តនឹងអំពរដែរមនុស្សធ្លាប់ស្គាល់គ្នាមកយូរហើយថែមទាំងរកស៊ីមុខចំនួនជាមួយគ្នាទៀតមកផ្ដាច់ពាក្យក៏ព្រោះតែរឿងមិនសមហេតុផលពួកគេឈួតហើយដែលទៅជឿលើរឿងបែបនេះនោះហើយពួកគេច្បាស់ជាស្ដាយក្រោយដែលបោះបង់កូនស្រីរបស់ម៉ែបែបនេះតែកូនឈឺចាប់ណាស់ម៉ែពួកគេជន់ឈ្លីកិត្តិយសរបស់គ្រួសារយើងខ្ញុំមិនព្រមទេគេធ្វើបែបនេះមកដាក់ខ្ញុំក៏មិនឲ្យគេរស់នៅបានសុខដូចគ្នានេះកូនប្រឹងធ្វើអីទៅម៉ែចាំតែមើលចាស់ហើយនេះមកឈឺជួអាចអីនៅពេលនេះវ៉ៃរកទៅដល់ផ្ទះមិនទាន់ចេញទៅតែបានហើយចុះដោះទុកមកគ្រាសិនតែទីនេះតំណងដែរអន្តាចុះទីនេះតែម្ដងតែតើតើបានអញ្ចឹងបានវិធូវ៉ាយេអាសត្វនេះវ៉ៃអញ្ចឹងបានថាខាត់អីខាត់បានខាត់អាចខាត់មិនបានទេវ៉ៃនេះមកក្លែនឈឺជួអីកណ្ដាលផ្លូវបែបនេះនោះចាប់តែម្ដងអាចចង្រៃនេះវ៉ៃទីនេះមើលទៅក៏ស្ងាត់ហើយប្រហែលជាគ្មាននរណាដើរឆ្លងកាត់ទីនេះទេមើលទៅនោះមានអាកកនៅទីបំផុតអាកកយើងក៏ចាប់ឯងបានហើយនោះជាអាំតាគាត់មកធ្វើនៅទីនេះនោះហើយតើគាត់កាន់មាត់មកធ្វើទេរបស់ឆ្ងាញ់បែបនេះតើតែស៊ីពេលនៅថ្មីទើបវាមានអាជារសពិតជាមានជាតិមែនជាអាំស៊ីមិនឆៅជាអាំជាបិសាចជាព្រាយអូយនេះមិនបានទេមិនអាចឲ្យគាត់ឃើញខ្ញុំទេនេះបើគាត់ឃើញច្បាស់ទៅត្រូវខ្លាចជាចំណៃគាត់ហើយអូយអាចចង្រៃនេះໄວកាលឯងឈប់ចេញទៅនេះបាទមួយពេលទៀតហើយស៊ីឆ្អែតពេលថ្ងៃពេលយប់មិនពិបាកចេញរកចំណីទេហើយរួចហើយខ្ញុំទៅបញ្ញាប់ចេញពីទីនេះនិយាយទៅមកពីណាទៀតហើយមករៀននេះលោកយាយដូចជាចេញក្រែងញឹកណាស់យាយទៅណាទេនិយាយមិនស្រួលផងកុំដើរច្រើនមិនល្អទេគឺយាយចេះតែដើរប្រោកប្រាជ្ញជាមួយអ្នកភូមិនឹងហ្នឹងយ៉ាងម៉េចប្រងឲ្យយាយនៅតែក្នុងផ្ទះឲ្យតែត្រកមែនទេមិនមែនទេយាយខ្ញុំបារម្ភពីយាយតែមិនចង់ឲ្យដើរឆ្ងាយនោះបែរទៅគេខ្ញុំធ្វើទុកឲ្យក៏មិនសូវញ៉ាំតែយាយបានអីពិសាទេតែមិនឃ្លានបែបនេះនោះយាយហូបមិនសូវបានទេចាស់ហើយបាយទឹកលិតដូចឆ្មានឹងមិនអីទេមិនចាំបាច់បារម្ភពីយាយទេបារម្ភតែពីខ្លួនឯងទៅគឺបានហើយចៅមិនអើយខ្ញុំបារម្ភយ៉ាងម៉េចខ្ញុំមិននិយាយតែម្នាក់បើយាយយ៉ាងម៉េចទេខ្ញុំរកបែបណាទេ
នេះប្រងគិតឲ្យយាយនៅកំដរចៅមួយជីវិតមែនទេមនុស្សយើងណាចៅដូចជាស្លឹកឈើអញ្ចឹងកាលណាវាដល់ពេលទុំចាស់វាក៏ជ្រុះពីលើអាកាសហើយក៏រលួយបាត់ទៅមនុស្សយើងក៏ដូចគ្នាដែរកើតចាស់ឈឺស្លាប់គឺជាច្បាប់ធម្មជាតិទៅហើយលោកយាយកុំនិយាយបែបនេះបានទេយ៉ាងណាក៏យាយត្រូវតែនៅជាមួយខ្ញុំរហូតទេចឹងយាយនៅតែយ៉ាងណាខ្ញុំទៅលោកហើយមកមើលពីនៃជីវនេះវិញគេកំពុងតែនិយាយរឿងដែលគេបានឃើញយាយអាំស៊ីម៉ុនឆៅប្រាប់ដល់អ្នកភូមិយ៉ាងម៉េចនឹងអាជីវមានអីមែនទេបានចាឲ្យអ្នកភូមិមកជុំគ្នាបែបនេះនោះគឺខ្ញុំបានឃើញព្រៃអាបវាស៊ីម៉ុនឆៅណាមីងហើយឯងនិយាយអីណាជីវព្រៃអាបមកពីណាទៀតហើយឯងហ្នឹងប៉ាត់មែនណាមីងភឿនខ្ញុំបានឃើញបន្ទាត់ផ្នែករបស់ខ្ញុំនៅពេលដែលខ្ញុំកំពុងតែឈឺជុះគឺថាស៊ីម៉ុនណាស្រស់តែម្ដងណាមីងអូយមែនក៏អីអាជីវនេះក៏តែឯងហ៊ានអង្គុយលបមើលមិនខ្លាចវាចាប់ហែកពវៀនឯងស៊ីទេឬយ៉ាងម៉េចហើយខ្ញុំលបមើលតាមណាមីងមានឲ្យវាឃើញឯណាបើវាឃើញស្មានតែខ្ញុំមានជីវិតមកឈរនិយាយឲ្យមីងស្ដាប់អញ្ចឹងហ៎ហើយចុះព្រាយអាប់នោះគឺជាអ្នកណាទៅអាជីវគឺយាយអាំណាមីងថាមិនជាអាំដោយខ្ញុំថាការពេលជប់មុនអញ្ចឹងណាមីងថ្ងៃដែលប្រពន្ធខ្ញុំសម្រាននោះអាបជាអាំបានដកកហោះឆ្វែពេញផ្ទះរបស់ខ្ញុំព្រោះតែប្រពន្ធខ្ញុំទៅតែសម្រាវាទៅរកស៊ីឈាមទៅស៊ីតងសុកនោះអីចៃដន្យខ្ញុំមកតន់កុំឲ្យប្រពន្ធកូនរបស់ខ្ញុំអាចមានគុណថ្នាក់កថាបានដែរណាឃើញទេសម្បីតែអាជីវក៏វាឃើញហើយអាទុយថ្ងៃមុនណាក៏វាឃើញដែរហើយចំពោះខ្ញុំនៅជប់នោះក៏ខ្ញុំបានឃើញថាជាអាបតែมันប្រកាសថាជាអាបរបស់អ្នកណានោះទេហើយចុះឯនេះច្បាស់ដែរទេតែថាជាអាបនោះតិចគេប្តឹងចាប់ឯងចូលគុកទៅណាដើរតែនិយាយពីគេបែបនេះនោះបថោពូមនុស្សខ្ញុំមកមិនច្បាស់ក៏ខ្ញុំមិននិយាយដែរយប់មុនគិតថាយប់មើលមិនច្បាស់ទៅបាត់ជាខ្ញុំមិនសូវប្រកាសចិត្តតែនេះបណ្ដាថ្ងៃចៃណាពូហើយចុះតើអញប្រងធ្វើយ៉ាងម៉េចទៀតយើងត្រូវបណ្ដេញជ័យចាយពីអ្នកនេះចេញពីភូមិណាមីងបើទៅបន្តទៀតណាមនុស្សនៅក្នុងភូមិច្បាស់ជាមានកូនតាមមិនខាននោះទេមើលចុះមួយរយៈនេះបាត់បន់បាត់ទាច្រើនណាស់ជ្រូកឆ្កែក៏បាត់ប៉ុណ្ណឹងហើយមិនច្បាស់ទៀតមែនទេចុះបើគេបដិសេធថាគេមិនមែនជាអាបដូចជាឯងថានោះប្តឹងយ៉ាងម៉េចទេណាមួយខ្ញុំនេះក៏មិនដែលបានឃើញអាចថាយើងមិនជឿ 100% ទេមែនហើយនេះបើយើងមិនដែលឃើញផងឯងនាំយើងទៅបណ្ដេញគេយ៉ាងម៉េចទៅវីវគេប្តឹងបកមកវិញមិនសយទៅហើយទេអីនេះកុំនាំរឿងដាក់ខ្លួនហ្នឹងខ្ញុំប្រាប់ឲ្យមិនជឿចាំមើលថ្ងៃណាមួយអ្នកទាំងអស់គ្នានឹងបានភ្លេចផ្លេចមិនខាននោះទេនេះខ្ញុំគិតថាតរងអ្នកនាងនៅឯផ្សារមិនក៏ឆាប់ត្រឡប់មកវិញម្លេះតែខ្ញុំលក់ឆាប់អស់ទៅខ្ញុំត្រូវត្រឡប់មកវិញនឹងណានៅលោកមករកខ្ញុំមានការអីទៀតហើយគឺដោយតរដល់ហ្នឹងហើយខ្ញុំមិនដើរលេងផងនឹងមករកអ្នកនាងផងដែរហើយចលោកគ្មានការងារធ្វើទេបាត់ជាឃើញតែដើរលេងបែបហ្នឹងហើយថាមកលេងជាមួយខ្ញុំមិនអីលេងទេនិយាយធ្វើដូចខ្លួនអ្នកក្មេងទៅកាន់គឺចង់មកនិយាយលេងជាមួយអ្នកនាងបែបនេះហ្នឹងណាមកឲ្យកត្រប់បន្លែមកនេះមកចាំខ្ញុំកាន់ណាចាំខ្ញុំជូនទៅផ្ទះណាដូចជាការគិតពិតមែនលោកសិទ្ធិវង្សច្បាស់ជាមករកវាមែននេះតើខ្ញុំមិនល្អត្រង់ណាទេខ្ញុំចាញ់វាត្រង់ណាទេបានជាលោកមើលមិនឃើញខ្ញុំបែបនេះនោះមិនបាច់ទេខ្ញុំកាន់ខ្លួនឯងបានវាមិនធ្ងន់តែប៉ុណ្ណឹងតែខ្ញុំពិតជាចង់ជួយអ្នកនាងបាត់មែនណាមកឲ្យមកចាំខ្ញុំកាន់ឲ្យណាអូហូនេះផ្អែមល្ហែមនឹងគ្នាដល់ហើយនឹងនេះមិនចេះខ្មាស់ខ្មោចព្រៃខ្មោចស្រុកខ្លះទេអីបើសាសងគ្នានៅកណ្ដាលផ្លូវបែបនេះនោះរាជនេះនាងមកទីនេះធ្វើអីទេយ៉ាងម៉េចខ្ញុំមកមិនបានទេមែនទេនៅទីនេះខ្ញុំចង់ទៅណាមកណាជាសិទ្ធិរបស់ខ្ញុំសូនេះចង់មានន័យថាម៉េចតាគឺខ្ញុំគ្រាន់តែចម្លែកធម្មតារាជនីមិនចូលចិត្តចេញថ្ងៃមិនចឹងអីគឺខ្ញុំមកតាមមើលមនុស្សក្បត់សន្យានឹងណាធ្វើឲ្យខ្ញុំត្រូវខ្មាស់គីងហើយខ្លួនឯងវិញនោះលួចមកសប្បាយជាមួយអ្នកផ្សេងតើវាសមដែរទេតែយើងមិនមែនជាអ្វីនឹងគ្នាទេណានាងក៏ដឹងហើយតាពេលនេះខ្ញុំចង់ទៅណាមកណាតែតោះណាគឺជារឿងរបស់ខ្ញុំក៏ព្រោះតែហេតុផលឈួតឡាប់របស់លោកនឹងហើយដែលធ្វើឲ្យខ្ញុំត្រូវខ្មាស់គេនោះលោកមិនបានខ្វល់ថាខ្ញុំមានអារម្មណ៍បែបណានោះទេនាងក៏ដឹងថាចូលចិត្តតារបស់យើងគឺមិនត្រូវគ្នាទេរាជនីរឿងរវាងយើងទាំងពីរវាមិនអាចទៅរួចទេណាមនុស្សចាំអស់ចិនប្រើហេតុផលមិនតំណងមកសុំផ្ដាច់ពីសិទ្ធិវង្សនេះខ្ញុំមិនល្អត្រង់ណាមែនទេខ្ញុំមានអីដែលត្រូវចាញ់នាងនេះមែនទេលោកស្រឡាញ់វាមែនទេបានហើយឈុំនិយាយរឿងរបស់អ្នកទាំងពីរឲ្យខ្ញុំដឹងទៀតទៅបានទេខ្ញុំសម្រស់តែខ្លួនខ្ញុំសូម
ចាញ់ញាស់ខ្លួនទៀមទាចំណាប់អារម្មណ៍មីយាស្ត្រីស្មានតែខ្ញុំមើលមិនដឹងមែនទេនាងមូតាខ្ញុំមិនបានប្រកាន់ខ្លួនមិនបានកាច់រឹកពេមិនបានទៀមទាចំណាប់អារម្មណ៍ពីនរណានោះទេខ្ញុំតែបែបនេះតាំងពីដើមហើយខ្លួនក្រតាចង់សវ៉ាប្រុសអ្នកមានខ្លួនជាកង្កែបទីងតាសម័យចង់បានរាជបុណ្យមិនចេះមើលប្រានសោះរាជនីនាងចង់ចាំបាច់អបកតតែនាងចំណែននឹងមូតាមែនទេដែលឃើញខ្ញុំមករកនាងបែបនេះនោះត្រូវហើយវាជាហេតុផលមួយដែលធ្វើឲ្យលោកចាក់ចេញពីខ្ញុំបើលោកមិនបានជួបវាទេលោកក៏មិនស្ដាប់តាមពាក្យម៉ែរបស់លោកប្រកាសជាជំនះយកខ្ញុំឲ្យបានតែនេះក៏ព្រោះតែវាបានធ្វើស្អីដាក់លោកតាបានជាលោកជប់ស្នេហ៍ជាមួយវាបែបនេះខ្ញុំមិនបានជប់ស្នេហ៍អ្នកណាទាំងអស់ហើយរឿងដែលខ្ញុំមិនប្រកែកជាមួយអ្នកម៉ែនោះខ្ញុំប្រាប់តង់ទៅចោះគឺខ្ញុំមិនបានស្រឡាញ់អ្នកនាងរាជនីនោះទេកាលមុនដែលខ្ញុំយល់ព្រមជាមួយអ្នកម៉ែព្រោះតែខ្ញុំមិនចង់ឲ្យគាត់ទៅបាក់ចេះតែបើអ្នកម៉ែគាត់ជឿលើគ្រូតិចហើយនោះខ្ញុំក៏ធ្វើតាមគាត់ហើយខ្ញុំក៏សប្បាយចិត្តដែរបើរឿងនេះវាបែបនេះទៅហើយនោះខ្ញុំថាយើងទាំងពីររស់នៅរៀងខ្លួនចោះកុំសង្ឃឹមថាលោកនឹងនាងនេះបានសុខឲ្យសោះខ្ញុំឈឺចាប់ប៉ុណ្ណឹងហើយលោកនឹងវាក៏គ្មានថ្ងៃបានសុខដែរលោកឈប់មកទីនេះទៀតទេខ្ញុំមិនចង់ឲ្យនរណាមកក្តៅក្រហាយនឹងរឿងនេះទៀតទេហេតុអីទេខ្ញុំនឹងរាជនីមិនមានអ្វីពាក់ព័ន្ធជាមួយនឹងគ្នានោះទេរាជនីចង់គិតបែបណាជារឿងរបស់នាងតែនាងមូតាខ្វល់ពីនាងធ្វើតែចុះលោកមិនឃើញទេថានាងនិយាយបែបណានោះខ្ញុំមិនចង់ធ្វើជាមនុស្សដែលត្រូវមានអ្នកមកក្តៅក្រហាយព្រោះតែខ្ញុំនោះទេមូតាឈប់សិនស្ដាប់ខ្ញុំនិយាយសិនណាមូតាឈប់សិនស្ដាប់ខ្ញុំនិយាយសិនណាលោកចង់និយាយអីទេខ្ញុំគ្មានអីនិយាយជាមួយលោកនោះទេហើយលោកក៏តែឈប់មកទីនេះទេទីនេះមិនសមនឹងលោកនោះទេអូមូតាតើនេះទៅមកពីលោកវិញមែនទេចាមីងនេះណាមីងទៅពេលមិនក៏មិនឃើញទៅលោកអញ្ចឹងមកគេរត់ទិញសាច់ច្រើនណាមីងអូគឺអត់មានជ្រូកកាប់លោកដឹងណារត់ទិញមិនទាន់បាននេះក្មួយសេតវងមករកក្មួយមូតារត់ថ្ងៃតែម្ដងហើយសង្ស័យតែជាប់ចិត្តនឹងក្មួយមូតាទេដឹងអ្នកភឿនមិនក៏និយាយបែបនេះក្រែងលោកសិទ្ធិវង្សជាគូគប់នឹងអ្នកនាងរាជនីកូនរបស់លោកស្រីទេវីទេតាំងមែនទេក្មួយគឺរឿងខ្ញុំនិងរាជនីបានបញ្ចប់ហើយណាមីខ្ញុំនិងនាងគឺពួកយើងត្រឹមតែអ្នកស្គាល់គ្នាតែប៉ុណ្ណោះអាវមកចឹងមេរឿងអីទៅក្មួយគេល្បីពេញភូមិហើយណានេះមិនក៏សុកក្មួយមកនិយាយបែបនេះទៅវិញខ្ញុំថាខ្ញុំមិនចង់និយាយរឿងនេះទេព្រោះរឿងបានចប់ទៅហើយខ្ញុំមិនចង់រំលឹកទេនោះទេអូអញ្ចឹងតាបានជាក្មួយមូតាបណ្ដាក្មួយសិទ្ធិវង្សបែបនេះនោះបែបពីរាជនីមកតាក់ទងជាមួយមូតាមែនទេមិនមែនទេណាមីងខ្ញុំនៅលោកសិទ្ធិវង្សមិនបានពាក់ព័ន្ធអីជាមួយគ្នានោះទេហើយខ្ញុំជួបគេនៅទីនេះក៏ចៃដន្យដែររឿងខ្ញុំនិងរាជនីដែលបែកគ្នាមិនបានតាក់ទងនឹងមូតាទេណាមីងមានបញ្ហាតិចតួចដែលធ្វើឲ្យខ្ញុំនិងរាជនីមិនអាចបន្តបានគឺពួកយើងខែឆ្នាំមិនត្រូវគ្នានោះទេបែបនេះហើយទើបចាស់គាត់សូមបញ្ចប់ពាក្យត្រឹមនេះនោះព្រោះមិនចង់ឲ្យមានបញ្ហានៅថ្ងៃមុខណាមីងខែឆ្នាំមិនត្រូវគ្នាម៉ែឪក៏បំបែកអញ្ចឹងហ៎ហើយពីបាក់ដៃមនុស្សចាស់គាត់ជឿណាស់អារឿងអបិយជំនឿអីអស់ហ្នឹងតែគាត់ថាមិនត្រូវដែរព្រោះចាស់គាត់កើតមុនយើងគាត់បានដឹងរឿងរ៉ាវពាក់ព័ន្ធនឹងរឿងអបិយជំនឿអីអស់ហ្នឹងអញ្ចឹងហើយទៅពួកគាត់នាំគ្នាជឿសុខបែបនេះនោះតែក៏មានអ្នកខ្លះគេមិនជឿអ្នកជឿនៅតែជឿអ្នកមិនជឿនៅតែមិនជឿដូចជារឿងដែលអាជីវវានិយាយពីជាអាមិញនេះអញ្ចឹងជាគេនិយាយអីពីយាយរបស់ខ្ញុំតែណាមីងគឺណែវាថាឃើញយាមស៊ីម៉ុនឆៅទាំងរស់នៅព្រៃក្រោយភូមិវាថាយាមជាព្រៃអាបវាថាបានឃើញច្បាស់ផ្ទាល់នឹងភ្នែកមែនហើយមុននេះវាបាននិយាយប្រាប់អ្នកភូមិថាយាយអាំជាអាមស៊ីម៉ុនស៊ីទាអ្នកភូមិហើយវាបានថាយកប្រពន្ធវាសម្រាប់កូននោះវាបានឃើញដែរតែមិនច្បាស់ទើបថ្ងៃមិញនេះវាបានឃើញយាយអាំលបស៊ីម៉ុនឆៅនៅក្នុងព្រៃទៀតគេនិយាយនេះដូចជាបំផ្លាញគេទៅយកគ្រួសារខ្ញុំទៅហើយមិនក៏មកចោទគ្រួសារខ្ញុំបែបនេះខ្ញុំត្រូវតែនិយាយរឿងនេះជាមួយគេឲ្យបានច្បាស់ហើយឆាប់សិនមកតែចាំខ្ញុំផងណាដោយខឹងនឹងនៃជីវមូតាបានមករកនៃជីវដល់ផ្ទះមើលកូនឲ្យល្អណាស់អូនហើយរឿងដែលបងឃើញយាយអាំគាត់ស៊ីមិនឆៅនោះគឺជារឿងពិតមែនបងមិនបានកុហកអូននោះទេអូនកូនខ្ចីបែបនេះបងបារម្ភណាស់ចាមិនកាំងតែនិយាយបង្ខូចគេឈ្មោះយាយរបស់ខ្ញុំបែបនេះខ្ញុំមិនបានបង្ខូចឈ្មោះអ្នកណានោះទេខ្ញុំបានឃើញពិតបែបមូតានាងមិនដឹងទេថាយាយខ្លួនឯងគឺជាអាប់ស៊ីមុនទៀតទេឬអាចថាធ្លាប់ស៊ីទាំងមនុស្សទៀតក៏ថាបានដែរឈប់និយាយព្រាមណាមានផតតែអីទេដែលមកចោទគេផ្ដេសផ្ដាស់បែបនេះនោះខ្ញុំអាចប្តឹងពីឯងបានពីបទនិយាយពាក្យមិនប៉ិនបើលោកគ្មានផតតាំងទេលោកកុំចិត្តតែនិយាយអីដឹងទេថាពាក្យសម្ដីរបស់លោកវាធ្វើឲ្យប៉ះពាល់ដល់គេប៉ុណ្ណានោះ
ហើយបើអញ្ចឹងនាងហៅយាយនាងមកស្បត់ទៅថាគាត់ជាអាប់ឬក៏អត់នោះយាយជាអាប់ហើយនាងក៏ជាអាប់ដែរមើលទៅនោះនេះចង់ការពារខ្លួនមែនទេបងជីវខ្ញុំថាកុំឲ្យគិតវែងឆ្ងាយអីអាចថាមកពីបងព្រើភ្នែកក៏ថាបានដែរហ្នឹងគ្មានអាប់មកពីណានោះទេមូតាឲ្យខ្ញុំសុំទោសចំពោះប្តីខ្ញុំផងហ្នឹងជីវឯងកុំធ្វើយ៉ាងអស់ការអត់ធ្មត់អីណាហើយឯងនិយាយបែបនេះជាងឯងប្តឹងបានណានេះកុំយកតែឯងមានកូនតូចទេកុំអីចឹងមិនដែលស្ងៀមទេខ្ញុំមិនខ្លាចទេខ្ញុំនិយាយតែការប៉ះហើយបើនាងចង់ប្តឹងក៏ប្តឹងទៅចោះតែខ្ញុំសូមឲ្យយាយអាំនឹងនាងស្បត់ចំពោះមិនដែរបើនាងនឹងយាយអាំពិតជាស្អាតស្អំពិតមែននោះនាងហ៊ានដែរទេបងជីវកុំវែងឆ្ងាយអីណាបងមូតាឲ្យគ្នាសុំទោសម្ដងទៀតហ្នឹងកុំសូវយកចិត្តទុកដាក់នឹងសម្ដីប្តីគ្នាអីហ្នឹងអាចថាមកពីគាត់ស្វឹងហើយចិត្តតែនិយាយទៅប្រយោជន៍ថាទៅចាំមិត្តនឹងខ្ញុំមិនយកទៅពីឯងទេជីវតែកុំឲ្យមានលើក្រោយទៀតណាខ្ញុំមិនដែលស្ងៀមបែបនេះទៀតទេដែលមកចោទប្រកាន់គ្រួសារខ្ញុំបែបនេះនោះខ្ញុំថានាងយកពេលទៅសង្កេតយាយរបស់នាងតែជាមកខឹងនឹងខ្ញុំបែបនេះនោះឬខ្លួនឯងក៏ជាអាប់ដែរបានជាព្យាយាមមកការពារបែបនេះនោះណែលោកបានគេមិនចត់ទៅហើយមិនក៏មិនអរគុណគេបែរជាមកបបពាក្យថាគេបែបនេះវិញមនុស្សដូចជាលោកបានតែបកគលឲ្យរាជការដាក់តូនតែហើយជារឿងអីរបស់លោកតែបានជាមកឈឺឆ្អាបបែបនេះនោះប្រឹងទៅជាមូតាចាប់ស៊ីពវៀនលោកតែព្រោះតែយាយជាអាប់ឯចៅក៏អាចជាអាប់ដូចគ្នានេះនៅតែនិយាយបែបនេះទៀតចង់ដេកក៏ខ្លាំងមែនទេកុំអីណាមូតាឯងក៏ដឹងថាគ្នាមានកូនតូចបើប្តីគ្នាយ៉ាងម៉េចយ៉ាងម៉ាត់ទៅឲ្យខ្ញុំនឹងកូនរស់នៅបែបណាទៅកុំធ្វើឲ្យរឿងធំអីហ្នឹងបងឈប់មានកំណត់ដាក់មូតាទៅជួយប្រាស់ប្តីឯងផងតាណាស្រីទួញគេធ្វើបែបនេះដូចចង់សម្រាប់ខ្ញុំតែរអញ្ចឹងកុំដល់និយាយពាក្យប្តីផ្ដាល់ទៀតបើគេនិយាយបែបនេះអ្នកភូមិនឹងមើលមកខ្ញុំបែបណាលោកសេតវងខ្ញុំថាលោកទៅវិញចាខ្ញុំមិនចង់ឲ្យគេនិយាយថាខ្ញុំមិនដាក់ប្រុសរាល់ថ្ងៃនោះទេមិនចង់ឲ្យគេគិតមិនអស់មកលើខ្ញុំរឿងដែលលោកមិនចប់ពេកជាមួយរាជនីតាបងឡើងលើផ្ទះទៅរឿងខ្លាំងបើមិនច្បាស់មិនចាំបាច់និយាយទេបងអ្នកណាថាបងមិនច្បាស់នោះគឺបងបានឃើញពេញផ្នែកទាំងគូណាមិនក៏អូនមិនជឿសម្ដីរបស់បងបែបនេះហើយការពិតបែបណានោះមុននឹងក្រោយកងតែដឹងទេតាកូនគេម្នាក់ឯងផងមិនក៏គេនៅតែនិយាយម្ដងហើយម្ដងទៀតបែបនេះគេមិនគិតទេថាអារម្មណ៍សម័យខ្លួនបែបណានោះមានអីមែនទេចៅមូតាបានជាមកដល់ផ្ទះមិនទាន់រអ៊ូតាំងពីកម្មចិនដាវបែបនេះនោះតែជាប្តីស្រីទៅតែយាយតែដល់និយាយប្រាប់អ្នកភូមិថាយាយជាអាមវាថាឃើញយាយស៊ីមុនឆៅនឹងក្រោយភូមិមិននេះខ្ញុំបានប៉ះសម្ដីជាមួយគេខ្លាំងណាស់ថាមិញនេះវាឃើញយាយមែនទេហើយយាយធ្វើដូចជាភ័យម៉េះគឺឲ្យជឿវាចិត្តតែនិយាយនឹងហើយមិនដឹងថាយើងទៅធ្វើអីវាឲ្យវាស្អប់នោះទេហើយបានជាមកបខោយើងបែបនេះនេះកុំតែយល់ដល់នឹងទុយទេកុំអីខ្ញុំប្តឹងគេហើយណាយាយកុំធ្វើឲ្យរឿងនាំទៅវែងឆ្ងាយអីណាចៅគេគិតបែបណាក៏ស្រេចតែគេទៅតែបើគេនៅតែបន្តនិយាយទៀតអ្នកក្នុងភូមិនឹងយកច្រឡំមកលើយើងណាលោកយាយពេលមិនមែនជាការប៉ិនហើយយើងត្រូវខូចឈ្មោះអ្នកភូមិស្អប់អិនប៉ាបានហើយមកពីផ្សារហើយក៏ទៅធ្វើអីហូបទៅយាយឃ្លានហើយនេះអាជីវទៀតហើយមែនទេវាឃើញឲ្យតតែបានប្រហែលជាត្រូវកម្ចាត់វាហើយមុនពេលដែលរឿងធំជាងនេះម្សិលមិញនេះមូតាបានទៅផ្ទះអាជីវហើយស្ដីឲ្យផាំងមិនសមใจមកទេរឿងដែលវានិយាយថាយ៉ាអាប៉បាច់ជាដើមម្លឹងផងខ្ញុំនៅតែក្នុងភូមិដែរមិនក៏ខ្ញុំមិនដឹងរឿងអីសោះអញ្ចឹងឃើញនិយាយតែរឿងគ្រូសាយាអាំរឿងវាយ៉ាងម៉េចទៅមីងភឿនគឺអាជីវនឹងណាវាថាបានឃើញយាអាំស៊ីមនឆៅស៊ីរបស់ឆៅបែបហ្នឹងគឺមានតែខ្មោចអាបឬក៏ព្រាយអាបហ្នឹងហើយចឹងហើយបានមូតាគេខឹងទៅស្ដីឲ្យដល់ផ្ទះហើយចុះមីងវិញជឿដែរទេមិនថាជឿលើរឿងអីយើងត្រូវពិចារណាឲ្យបានច្បាស់សិនថាពិតឬក៏អត់នោះបើពិចារណាទៅហើយជាអាមនឹងមូតាក៏ជាអ្នកភូមិយើងយូរមកហើយក៏មិនដែលមានរឿងអីដែរដូចតែគេដូចតែឯងដែរគ្មានអីចម្លែកសោះតែអាជីវវាថាវាច្បាស់ណាស់វាឃើញតែថ្ងៃប្តីមីងនឹងអាតុយក៏ធ្លាប់បានឃើញអាបដែរគ្រាន់តែថាពេលយប់មើលមិនសូវច្បាស់តែគាត់ថាស្តៀងជាអាំតែនេះអាជីវវាឃើញតែថ្ងៃតែម្ដងជាអាំហិចមន់ឆៅស៊ីស្រស់នៅមុខវាណាហើយមីងនេះសំណាងហើយដែលមូតាថ្ងៃនេះគេមិនមកលក់នោះបើគេលឺយើងនិយាយបែបនេះគេច្បាស់ជាមកស្ដីឲ្យហើយចាឯងនាំយើងនិយាយធ្វើអីចង់ដឹងដែរសោះតែបើជាអាពិតមែនណាយើងអ្នកភូមិទាំងអស់គ្នាត្រូវតែចូលរួមកម្ចាត់ណាចាំច្បាស់ 100% សិនទៅណាមីងជៀសវាងស្មានខុសបើមិនទាន់ឃើញផ្ទាល់ភ្នែកទេកុំឲ្យគិតថាគេជាអាប់អីមូតានឹងនិយាយអាំជាអ្នកភូមិរបស់យើងជាយូរមកហើយគេជាអាប់បានយ៉ាងម៉េចទេហើយអ្នកណាជាអាប់ទៅស្រីភែមិញនេះលេខហៅឈ្មោះជាអាំយាយនឹងមូតាជាអាប់មែនទេខ្ញុំមិនដឹងទេ
ស៊ូមីងភឿនទៅអញ្ចឹងខ្ញុំទៅសិនហើយណាមីង យ៉ាងម៉េចមែងរឿងបីយ៉ាងម៉េចទៅវិញខ្ញុំមិនសូវមកភូមិមិនដឹងរឿងទេក្នុងភូមិមានអីមែនទេអូគ្មានទេយើងគ្រាន់តែនិយាយគ្នាលេងជាមួយនឹងភាធម្មតាទេតែខ្ញុំបានលើឈ្មោះជាអាំហើយក៏មានពេលថាអាបយ៉ាងម៉េចទេនេះបានតែមីងប្រាប់ខ្ញុំម៉ែខ្ញុំនឹងជួយទិញសាច់ជ្រូក3គីឡូហើយបានតែប្រាប់ខ្ញុំទៅទិញអ្នកផ្សេងហើយហើយឈប់សិននេះជឿនជាមួយរាល់ថ្ងៃហើយទៅទិញអ្នកផ្សេងដូចជាមិនសមលោកឲ្យតម្លៃក្រោមគេហើយតែបើមីងមិនប្រាប់ខ្ញុំមិនទិញទេទៅតម្លៃក្រោមគេក៏ដែរប្រាប់ឬមិនប្រាប់ខ្ញុំទៅទិញគេឥឡូវហើយខនតែចឹងសោះនាងនេះអីគឺអាជឿប្តីកទូចនឹងនេះវាថាបានឃើញជាអាប់នឹងស៊ីមន់ឆៅហើយក៏គិតថាជាអាប់នឹងជាអាប់ទេរឿងហ្នឹងវាតែប៉ុណ្ណឹងអញថាមិនជាអាប់ស៊ីមន់ឆៅហើយមីងស៊ីឆៅចឹងហ่ะបើមិនអាប់ខ្មោចព្រាយគេហៅអីទៅវិញទេច្បាស់ណាស់និយាយអាំជាព្រាយអាប់ហើយនឹងមូតាក៏អញ្ចឹងណែកុំអាស្រ័យឋានគេបែបណានោះគ្រាន់តែលឺមិនបានឃើញឯងកំយកតនិយាយតឲ្យសោះប្រយ័ត្នមូតាគេទៅស្ដីឲ្យទៅតែប៉ុណ្ណឹងមានរឿងថ្មីទៀតហើយប្រយ័ត្នទៅផ្ទះសិនអេនាងជឿនហើយចុយណាថាជួយទិញសាច់3គីឡូនោះនាងជឿនចាញ់បោកនាងនេះតបានវាច្បាស់ជាយកតនិយាយពេញតែផ្សារហើយមើលទៅនោះមកខ្ជឿនហើយខ្ជឿនអ្នកនាងយ៉ាងម៉េចនឹងខ្ជឿនមកដល់ផ្ទះមិនទាន់ផងឡូឡាតាំងពីមុខផ្ទះមកនឹងឯងនេះបដៅមិនចេះស្ដាប់សោះគ្មាននិយាយអ្នកនាងរាជិនីនៅណាទៅលោកស្រីគឺនៅក្នុងបន្ទប់ហើយឯងមានអីសំខាន់ជាមួយកូនស្រីយើងទៅបានជាស្លាន់ស្លោយ៉ាងនេះប៉ាត់ជាមានណាលោកស្រីចឹងខ្ញុំទៅរកដល់នាងសិនហើយលោកស្រីបន្លែត្រីសាច់ខ្ញុំយកទុកក្នុងផ្ទះបាយហើយលោកស្រីចង់ធ្វើអីហូបក៏ធ្វើទៅយីវាមកប្រើអញវិញជួលវាឲ្យមកធ្វើការក្នុងផ្ទះបាយវាបាយជាមកប្រើអញវិញមីខ្ជឿននេះដេកចាំទៅថាយើងទៅធ្វើនោះហើយវាមានការអីសំខាន់ទៅនាងនេះបានជាដូចគោដាច់ខ្សែបែបនេះ